ប្រាសាយគឺបណ្ដាលមកពីតាក់ទងទៅជាមួយនឹងវីរុសវិធីបង្ការគឺអនាម័យខ្លួនប្រាណផឹកស្អាតហូបស្អាតរស់នៅស្អាតវិធីសាស្ត្រដែលល្អបំផុតហ្នឹងគឺការចាក់វ៉ាក់សាំងព្រោះវ៉ាក់សាំងនេះភាគច្រើនពេលដែលយើងប្រើទៅគឺវាការពារទៅដល់ក្មេងអត្រានៃការការពារគឺបានខ្ពស់ហើយមានប្រសិទ្ធភាពខ្ពស់ជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតសានវត្តរំដួលបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យព្យាបាលឡាយខេ2ជំងឺផ្ដាសាយគឺបណ្ដាលមកពីមូលហេតុតាក់ទងទៅជាមួយនឹងវីរុសអញ្ចឹងជាទូទៅយើងមានជំងឺផ្ដាសាយធម្មតាដែលគេហៅថា common cold ហើយមួយទៀតជំងឺផ្ដាសាយធំដែលជាទូទៅយើងហៅថា flu តាមធម្មតាយើងដឹងហើយថាជំងឺផ្ដាសាយគឺបណ្ដាលមកពីវីរុសអញ្ចឹងវិធីបង្ការគឺតាក់ទងទៅជាមួយនឹងទី1គឺអនាម័យខ្លួនប្រាណប្រុងប្រយ័ត្នផឹកស្អាតហូបស្អាតរស់នៅស្អាតទី2គឺតាក់ទងទៅជាមួយនឹងការបង្ការនៅពេលដែលយើងមានកណ្ដាស់មានក្អកមានអីយើងខ្ទប់មាត់វិធីសាស្ត្រដែលល្អបំផុតហ្នឹងគឺការចាក់វ៉ាក់សាំងពីព្រោះយើងដឹងថាជំងឺផ្ដាសាយធំបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រគាត់បានរកឃើញហើយថាយើងមានវ៉ាក់សាំងដើម្បីការពារពីព្រោះវ៉ាក់សាំងនេះភាគច្រើនពេលដែលយើងប្រើទៅគឺវាការពារទៅដល់ក្មេងអត្រានៃការការពារគឺបានខ្ពស់ហើយមានប្រសិទ្ធភាពខ្ពស់ហើយត្រូវបានយកទៅប្រើប្រាស់ទូទាំងពិភពលោកតែម្ដងវ៉ាក់សាំងផ្ដាសាយធំគឺត្រូវបានសិក្សាទូទាំងពិភពលោកអ្នកវិទ្យាសាស្ត្រគាត់បានសិក្សាហើយថាវ៉ាក់សាំងនេះគឺវាមិនមានផលប៉ះពាល់អីធ្ងន់ធ្ងរទេហើយប៉ុន្តែគឺវាមានប្រសិទ្ធភាពខ្ពស់ពីព្រោះនៅពេលចាក់ទី1គឺវាជួយឲ្យកាត់បន្ថយកុំឲ្យក្មេងនឹងកើតជំងឺផ្ដាសាយធំទី2គឺបើទោះបីជាក្មេងនឹងគាត់កើតផ្ដាសាយក៏គាត់មានអាការៈឈឺតិចតួចហើយបន្ថែមពីលើនឹងទៀតហ្នឹងគឺវាជួយកាត់បន្ថយការឆ្លងទៅសហគមន៍ទៅគ្រូបង្រៀនឬក៏ទៅឪពុកម្ដាយឬក៏អ្នកដែលមានសុខភាពខ្សោយសម្រាប់ការចាក់វ៉ាក់សាំងនេះគឺយើងចាក់ចាប់ពីក្មេងអាយុ6ខែទៅអញ្ចឹងយើងអាចចាក់បានរហូតដល់មនុស្សពេញវ័យមនុស្សចាស់ទោះបីជាគាត់មានបញ្ហាជំងឺទឹកនោមផ្អែមស្ត្រីមានផ្ទៃពោះជំងឺរ៉ាំរ៉ៃមួយចំនួនក៏នឹកអាចចាក់បានដែរអញ្ចឹងសម្រាប់ក្មេងៗការចាក់ជាទូទៅយើងធ្វើការកំណត់ចាប់ពី6ខែទៅបើសិនជាក្មេងដែលអត់ធ្លាប់ធ្វើការចាក់វ៉ាក់សាំងទេនៅក្រោមអាយុ9ឆ្នាំគាត់ត្រូវធ្វើការចាក់2ដងអញ្ចឹងចាក់លើកនឹងហើយមួយខែក្រោយគាត់ចាក់រំលឹកម្ដងទៀតតែចាប់ពីឆ្នាំក្រោយៗទៅគឺគាត់ចាក់តែម្ដងទេប៉ុន្តែចាប់ពីក្មេងឬក៏មនុស្សធំដែលមានអាយុចាប់ពី9ឆ្នាំទៅគឺគាត់ចាក់តែម្ដងទេហើយសម្រាប់ផលរំខានក្រោយពេលចាក់តាមធម្មតាការចាក់វ៉ាក់សាំងវាអាចទី1គឺឈឺប៉ុន្តែការឈឺនេះវាមានរយៈពេលខ្លីទេអាច1ថ្ងៃឬ2ថ្ងៃអញ្ចឹងឪពុកម្ដាយក៏មានការបារម្ភអីហើយមិនចាំបាច់ត្រូវការយកស្អំត្រូវការទៅធ្វើអីទេពីព្រោះវានឹងបាត់ទៅវិញដោយសារតែគេសិក្សារួចហើយថាផលប៉ះពាល់ផលរំខានហ្នឹងគឺវាមានតិចជាចុងក្រោយសម្រាប់អនុសាសន៍របស់ខ្ញុំគឺការចាក់វ៉ាក់សាំងផ្ដាសាយគឺពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ពីព្រោះទី1គឺគេបានសិក្សារួចហើយទូទាំងពិភពលោកគឺគេប្រើប្រាស់វ៉ាក់សាំងនោះទាំងអស់អញ្ចឹងវ៉ាក់សាំងនេះផ្ដល់ប្រយោជន៍ច្រើនណាស់ទី1គឺការពារកូនជាទីស្រឡាញ់របស់យើងហើយទី2គឺការពារកុំឲ្យមានការឆ្លងទៅសហគមន៍ទៅឪពុកម្ដាយទៅគ្រូបង្រៀនឬក៏ទៅអ្នកផ្ទះយើងតែម្ដងអញ្ចឹងបើសិនជាយើងបានចាក់វ៉ាក់សាំងគឺយើងបង្ការទាំងកូនបង្ការទាំងអ្នកដែលយើងស្រឡាញ់ហើយមួយទៀតកាត់បន្ថយកុំឲ្យកូនយើងអត់អាចមកសាលារៀនកាត់បន្ថយឪពុកម្ដាយដែលគាត់ត្រូវមកមើលថែកូននៅមន្ទីរពេទ្យចា៎អរគុណ